Giờ trong ca nghiệp bông 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 Việt Nam mau ấy bông bông ơi nè màu hai màu tia nhom nè rồng đua TV oh my god đây tia nhom bà chết rượu xua bông rượu xua nam cha đi cái videoរបស់ខ្ញុំអញ្ចឹងគឺខាងរំដួល TV ចុះមកថតសកម្មភាពរបស់គ្រួសាររបស់ខ្ញុំគឺទៅជីកមើមយិនសិនខ្មែរដើម្បីលក់សម្រាប់បងប្អូនដែលគាត់កំងអញ្ចឹងណាបងប្អូនចាហើយខ្ញុំពិតជាមានកិត្តិយសខ្លាំងមែនទែនដែលពួកគាត់ឆាតមកខ្ញុំចាដំបូងថាថ្ងៃទី6ថតទេប៉ុន្តែដោយសារតែខ្ញុំអត់បាននៅស្រុកចាខ្ញុំនៅភ្នំពេញអញ្ចឹងក៏ណាត់គ្នាជាថ្មីគឺថ្ងៃទី8ថតអញ្ចឹងខ្ញុំត្រូវគូមុខយៈចាឲ្យបងផេនខេករួចគឺចោះទៅផ្ទះទាំងកណ្ដាលយប់តែម្ដងទៅដល់នោះគឺម៉ោង7ព្រឹកទៅដល់ផ្ទះខ្ញុំហើយបានជួបគាត់ម៉ោង8ព្រឹកចាសារគាត់ស្នាក់នៅស្ទងចានៅផ្ទះសំណាក់នៅស្ទងហើយបន្ទាប់ពីយើងបានជួបជុំគ្នាហើយយើងក៏នាំគ្នាចេញដំណើរមកដល់ព្រៃចាចម្ងាយมันជាឆ្ងាយទេដោយសារផ្លូវស្រួលដែរចាតែជិត10គីឡូដីទេចាមកដល់ព្រៃហើយយើងក៏បានថតសកម្មភាពចាបងប្អូនប្រកាសជាបានឃើញនៅ page រំដួល TV ហើយចាំខ្ញុំដាក់ link នៅក្នុង comment ណាថាបងប្អូនចង់ឃើញវីដេអូរបស់រំដួល TV ផុសអញ្ចឹងណាចាហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលក្រុមការងារខាងរំដួល TV ចុះមកថតក្រុមការងារបងបូភក្ត្រាណាប៉ុន្តែដោយសារថ្ងៃហ្នឹងបងបូភក្ត្រារវល់គាត់អត់បានចុះមកជាមួយទេចាឲ្យតែក្រុមការងារគាត់ចុះមកអញ្ចឹងណាបងប្អូនហើយខ្ញុំមួយសប្បាយចិត្តខ្លាំងមែនទែនដោយសារអីសារធម្មតាយើងធ្វើវីដេអូផ្ទុះរហូតដល់មានក្រុមការងារខាង page រំដួល TV ចោះថតអីពិតជាមិនធម្មតាទេហើយយើងមកមើលបកាព្រៃតិចទៅណោះហើយមានបងប្អូនមួយចំនួនខមមិនថាជីកលក់រាល់ឆ្នាំហើយចាថាមើមនឹងមានអាយុកាលរាប់សិបឆ្នាំវាមិនជឿចាបងប្អូនអានេះព្រៃត្បែងណាបងប្អូនមិនដែលនៅព្រៃមិនដែលស្គាល់ព្រៃភ្នំបងប្អូនប្រកាសជាមិនស្គាល់ទេអានេះគេហៅព្រៃវាលត្បែងព្រៃនឹងដើមរបស់ព្រៃដីទំនាបមានទឹកចាខែវស្សាទៅជួនកាលមានទឹកបែកវាលអញ្ចឹងទៅគេហៅទឹកបែកវាលចាមានព្រៃរបស់ត្បែងដើមព្រីងដើមឈើចម្រុះគ្នាអញ្ចឹងណាបងប្អូនហើយដីនឹងដីគេសហគមន៍គេអត់ភ្ជួររើសគេអត់កាប់ឆ្កាទេចាទុករឹបឆ្នាំបើកាលមានគោអីដើរខ្វៀលគោប្រឡែងគោចោលទាំងវងចាដើរខ្វៀលគោកាត់វាលចូលព្រៃនឹងឯងចាមានព្រៃមានវាលអញ្ចឹងទៅគេហៅព្រៃរបស់ព្រៃត្បែងហើយបន្ទាប់ពីយើងបានជីកមួយសន្ទុះយ៉ាងធំចាលើដល់ម៉ោងហូបអាហារពេលថ្ងៃចាពេលថ្ងៃត្រង់ហើយក៏បានជួបជុំគ្នាញ៉ាំអាហារថ្ងៃត្រង់ជាមួយក្រុមការងារ page រំដួល TV ចាអូយសប្បាយចិត្តខ្លាំងមែនទែនហើយនេះឡានជិះមកដល់ព្រៃតែម្ដងចាជិះតាមផ្លូវគោយន្តអូយចង់និយាយថាដីខ្សាច់តិចអីបងប្អូនអើយចាសប្បាយចិត្តខ្លាំងមែនទែនបានញ៉ាំអាហារថ្ងៃត្រង់អត់មានអីទេមានសម្ល2មុខមានស្ងោរណាំងើសាច់មាន់ហើយនឹងឆាប់ផ្សិតសាច់មាន់ទិញផ្សិតគេដូចជា3គីឡូចាសម្រាប់ទទួលពួកគាត់ផ្សិតអន្សងផ្សិតងោកចឹងណាបងប្អូនបន្ទាប់ពីយើងញ៉ាំអាហារថ្ងៃត្រង់ហើយយើងក៏នាំគ្នាបន្តបេសកកម្មជីកមើមយិនសិនខ្មែរជាបន្តទៀតហើយពួកគាត់ក៏ទៅចាំខ្ញុំនៅផ្ទះមុនទៅចាហើយខ្ញុំបន្តបេសកកម្មជីកបន្ថែមទៀតដើម្បីគ្រប់គីឡូឲ្យភ្ញៀវចាដែលគាត់កំងហើយបងប្អូនអាចទស្សនាបានមើមវាគឺធំល្អមែនទែនអានេះអស់ធំហើយបងប្អូនអើយអស់ធំប៉ុណ្ណឹងឯងហើយមើមវាកម្រធំពេកវាយូរឆ្នាំពេកវាទៅជាដីចូលស៊ីប៉ុន្តែវាមើមវានៅតែរស់ធម្មតាគ្រាន់តែដីវាចូលស៊ីកដាលតែអានេះអត់ល្អអានេះគឺល្អខ្លាំងមែនទែនចាហើយផ្កាក៏ស្អាតចាបងប្អូនត្រូវការទិញយកទៅដាក់ដាំនៅដាំលម្អនៅផ្ទះក៏បានចាងាយស្រួលដាំដុះដើមនេះហ៎ចាបងប្អូនយកទៅប្រើប្រាស់ជាថ្នាំក៏បានហើយនេះបងខ្ញុំកាប់តែមើមណាអត់ល្អគឺដាក់ចូលវិញហើយចាហើយយើងយកតែមើមណាល្អចាហើយមើមទូចពេកអត់ជីកដែរដើមទូចពេកអត់ជីកទេយើងជីកតាមមើមណារៀងធំថែរ៉ែទៅវាបានមើមធំជូនភ្ញៀវកំងរត់តែមើមធំទេចាមានតូចមានធំណាបងប្អូនអធិស្ឋានវាមិនអាចធំស្មើគ្នាទេព្រោះម្នាក់ចង់បានតែធំស្មើគ្នាអញ្ចឹងវាអត់អាចធំស្មើគ្នាបានទេព្រោះមើមទ្រាំតែបានមកគុំប៉ុណ្នេះបងប្អូនអានេះខ្ញុំថាអូអានេះយកតែដាំអីអស់ទោះលេខ1តែម្ដងចាព្រោះគុំវាធំខ្លាំងពេកបងប្អូនចាហើយគុំនៅថាវាចេញផ្កាបែកមេឃសាខាតែម្ដងឲ្យមើលបងប្អូនដែលត្រូវការយកដាក់ថ្នាំអីក៏អូយលេខ1ត្រាំស្រាយនឹងលេខ1តែម្ដងហើយព្រឹកនេះដែរមានអ៊ំម្នាក់គាត់
តេមកការគាត់ទិញហ្នឹងគាត់ទិញ2គីឡូកន្លះគាត់តេមកប្រាប់ខ្ញុំថាអូយបាត់ជើងស្រួលក្មួយអើយហើយគាត់បន្ទោបាំងអាតូចទាំងធំហ្នឹងគាត់ថាគាត់ស្រួលខ្លួនណាដូចនោមឲ្យឈូតែម្ដងសម្រួលតម្រង់នោមណាបងប្អូនចាបងប្អូនចាក់ទិញប្រើប្រាស់សាកសិនតែនេះខ្ញុំមិនបានបង្ខំបងប្អូនមកទិញខ្ញុំទេគាត់ថាយើងជំនឿធម្មតាខ្មែរយើងនិយមប្រើប្រាស់ឱសថបុរាណណានេះយើងមិនដាំប្រើប្រាស់ក៏បានយើងដាំយកទៅលម្អយើងទិញយកទៅលម្អចាផ្កាវាស្អាតបងប្អូននេះដូចបងខ្ញុំជីកចឹងណាអូយបងខ្ញុំគាត់ចាប់ផ្ដើមធ្វើវីដេអូជួយគេហៅថាជួយគ្រប់គ្រងម្នាក់មួយផងចាំខ្ញុំតម្លាក់ក្នុង comment ថាអ្នកណាគេចេញធ្វើវីដេអូខ្លះជួយគ្នា like follow ពួកគាត់ម្នាក់មួយផងហើយវីដេអូគឺចាប់ផ្ដើមចិត្តរួចហើយចានាំគ្នាបានមកកាចានដែកនេះផងគឺនាំគ្នាលើកឡើងប្រគ្រប់កន្លះករងនោះកន្លះបេចាបេត្រីដែរបងប្អូនអីដាក់គូយន្តឥឡូវយើងចេញដំណើរពីព្រៃហើយបងប្អូនអើយចាវីដេអូបញ្ចូល voice over នេះដូចសូវខ្សោះគ្មានជាតិទេបងប្អូនដោយសារខ្ញុំអស់ខ្យល់ពេកប្រហែលថ្ងៃនេះគឺរវល់ជាប់គ្នាតែម្ដងហើយអារម្មណ៍ក្នុងការ voice over អារម្មណ៍ក្នុងការធ្វើវីដេអូឥឡូវយើងបានធ្វើដំណើរបដប្រទេសហើយបងប្អូននេះក្រុមការងារគាត់ជួយរលាក់ទៀតចាមិនធម្មតាទេប្រើគេសិនមិនប្រើទេពួកគាត់ចូលរួមជួយចាដើម្បីឲ្យបានឆាប់រួចចាអរគុណបងដែលបានចូលរួមមួយថ្ងៃពេញជាមួយខ្ញុំតែម្ដងចាចុះមកថតវីដេអូដល់ផ្ទះហើយសប្បាយចិត្តដែលថាយើងជាផ្នែកមួយនៅក្នុងការផ្សព្វផ្សាយឲ្យមានប្រជាពលរដ្ឋគាត់បានដឹងអ្នកខ្លះគាត់មានហើយគាត់អត់ដឹងពីរបៀបប្រើប្រាស់អាចឆាតសួរខ្ញុំបានចាតែខ្ញុំមិនទទួលទិញណាបងប្អូនខ្ញុំជីកលក់ទេសម្រាប់ចិញ្ចឹមកាពះគ្រួសារខ្ញុំដែរទេចាអត់មានបានទទួលទិញអីទេចាវីដេអូមានតែប៉ុណ្ណឹងសុខសប្បាយតាមផ្លូវបងចាតែហើយតែយើង